សត្វស្រមោចនិងកណ្តុករស់នៅក្បែរគ្នាស្រមោចគឺជាសត្វឧស្សាហ៍ព្យាយាមខិតខំធ្វើការយ៉ាងសកម្មមិនហ៊ានសម្រាប់មួយពេលណាឡើយដើម្បីប្រមូលផលឲ្យបានគ្រប់គ្រាន់ទុកសម្រាប់ផ្គត់ផ្គង់នៅរដូវរវារីឯសត្វកណ្តុកវិញមិនដែលខ្វល់ខ្វាយអ្វីទេពួកគេគិតតែពីសប្បាយឥតឈប់ឈរហើយក៏មិនយល់ពីតម្លៃការងារដែលស្រមោចកំពុងធ្វើនោះដែរថ្ងៃមួយពួកកណ្តុកគិតតែពីច្រៀងរាំនៅពេលទឹកកកចាប់ផ្ដើមធ្លាក់ជាលើកដំបូងពពួកស្រមោចបានបញ្ឈប់ការងាររបស់ខ្លួនរីឯកណ្តុកក៏បញ្ឈប់ការច្រៀងទៅទៀតលុះឯរដូវរងាចូលមកសត្វស្រមោចរវល់តែហាលគ្រាប់ស្រូវដែលពួកគេរកបានឲ្យស្ងួតរីឯកណ្តុកឃ្លានស្ទើរតែដាច់បួសស្ដាប់ទៅហើយព្រោះតែមិនបានត្រៀមរកស្បៀងអាហារទុកពេលនោះវាក៏ទៅរកស្រមោចដើម្បីសុំអាហារខ្លះសម្រាប់បរិភោគកណ្តុកនិយាយទៅកាន់ស្រមោចថាសួស្តីសំឡាញ់ដ៏មានចិត្តសប្បុរសអើយតើឯងអាចឲ្យពួកខ្ញុំសុំខ្ចីស្បៀងខ្លះបានទេឆ្នាំក្រោយនឹងខ្ញុំនឹងសងឯងវិញណាស្រមោចចាស់មួយក្បាលក៏សួរឡើងចុះហេតុអ្វីបានជាឯងគ្មានអាហារសម្រាប់បរិភោគកាលនៅរដូវក្តៅទីនេះហៀហូរទៅដោយស្រូវអង្ករចុះពួកឯងរវល់តែធ្វើអ្វីកណ្តុកតបទៅវិញដោយភ្លេចការស្រែកឃ្លានរបស់ខ្លួនអូដោយសារតែពួកខ្ញុំរវល់ច្រែកច្រៀងពីថ្ងៃដល់យប់ទើបមិនបានចេញទៅរកស្បៀងទុកនឹងណាស្រមោចក៏និយាយអើមែនហើយបើឯងច្រៀងនៅរដូវក្តៅអញ្ចឹងពួកឯងគួរតែរាំនៅរដូវរងាថែមទៀតម្ដងទៅនិយាយរួចស្រមោចចាស់ក៏ត្រឡប់ទៅកាន់លំនៅរបស់ខ្លួនវិញព្រមទាំងច្រៀងចម្រៀងស្រមោចឡើងថាពួកយើងគឺជាសត្វស្រមោចមិនដែលខ្ចីស្បៀងអ្នកណាហើយក៏មិនចេះខ្ចីមិនឲ្យគេខ្ចីដែរនឿយមុនស្រណុកក្រោយភាពខ្ជិលច្រអូសតែងនាំមកនៅទុក្ខទោសដល់ខ្លួនជាដរាប